តែអ្នកធ្លាប់មានអារម្មណ៍ទេថាមនុស្សម្នាក់ៗមានចរិតលក្ខណៈទម្លាប់ឬរឿងខ្លះៗដែលហាក់ដូចជាកើតឡើងដដែលនៅក្នុងជីវិតមានអ្នកខ្លះឆ្លាតដឹងទាន់មនុស្សប៉ុន្តែចិត្តទន់ជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់អ្នកខ្លះទៀតមើលទៅរឹងមាំខ្លាំងនៅខាងក្រៅប៉ុន្តែនៅខាងក្នុងចិត្តវិញពោរពេញទៅដោយភាពអារម្មណ៍គិតច្រើនការដែលពិបាកចិត្តចំណែកឯអ្នកខ្លះទៀតទោះមើលទៅជោគជ័យប៉ុណ្ណាក៏នៅពីក្រោយភាពជោគជ័យមួយនោះមានការតស៊ូដ៏លំបាកដែលគ្មាននរណាមើលឃើញនៅក្នុងវីដេអូនេះខ្ញុំនឹងនាំលោកអ្នកទៅស្គាល់អត្ថន័យរបស់លេខនីមួយៗដើម្បីឲ្យអ្នកទាំងអស់គ្នាអាចយល់ខ្លួនឯងកាន់តែច្បាស់ហើយមើលថាតើលេខរបស់អ្នកទាំងអស់គ្នាកំពុងប្រាប់អ្វីខ្លះអំពីបុគ្គលិកលក្ខណៈនិងនិន្នាការនៃជីវិតហើយខ្លឹមសារនេះគឺជាការបកស្រាយតាមទស្សនៈលេខវិទ្យាគួរប្រើជាការណែនាំនិងការពិចារណាប៉ុណ្ណោះបើអ្នកទាំងអស់គ្នារួចរាល់ហើយតោះយើងចាប់ផ្ដើមស្វែងយល់ពីអត្ថន័យលេខនីមួយៗជាមួយគ្នាមុននឹងបកស្រាយនៃអត្ថន័យលេខនីមួយៗគឺយើងត្រូវគណនានៃលេខអាយុជីវិតរបស់យើងមុនសិនដោយវិធីនោះគឺងាយៗទេអ្នកទាំងអស់គ្នាយើងយកអាយុបច្ចុប្បន្នរបស់យើងដកជាមួយនឹងលេខ12ដករហូតដល់តិចជាងលេខ12ឧទាហរណ៍អ្នកមានអាយុបច្ចុប្បន្ននេះគឺអាយុ22ឆ្នាំយកមកដកជាមួយនឹងលេខ12 22ដក12ស្មើនឹង10ដូច្នេះលេខ10គឺជាលេខរបស់លោកអ្នកសម្រាប់ឧទាហរណ៍មួយទៀតលោកអ្នកមានអាយុ38ឆ្នាំយកលេខ38ឆ្នាំហ្នឹងដកជាមួយនឹងលេខ12ស្មើនឹង26យក26ដែលស្មើហ្នឹងយកមកដកជាមួយនឹង12ម្ដងទៀតស្មើនឹងលេខ14ហើយលេខ14ហ្នឹងគឺដកជាមួយនឹងលេខ12ម្ដងទៀតស្មើនឹងលេខ2នោះលេខ2ហ្នឹងគឺជាលេខរបស់លោកអ្នកសម្រាប់ឧទាហរណ៍មួយទៀតលោកអ្នកមានអាយុ36ឆ្នាំយកលេខ36ដកលេខ12ស្មើនឹងលេខ24ហើយយកលេខស្មើ24ហ្នឹងយកមកដកលេខ12ស្មើនឹងលេខ12ហើយមិញហ្នឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាឲ្យដកឲ្យតូចដករហូតបានដល់តូចជាងលេខ12ត្រូវអត់អញ្ចឹងយើងយកលេខ12ហ្នឹងឯដែលស្មើហ្នឹងយកមកដកលេខ12ម្ដងទៀតគឺស្មើ0អញ្ចឹងហើយលេខ0ហ្នឹងគឺយើងអានលេខ12ក៏បានឬក៏លេខ12ហ្នឹងយើងមិនចាំដកម្ដងទៀតក៏បានដែរយើងរាប់លេខ12ហ្នឹងតែម្ដងក៏បានហើយនេះគឺជាចម្លើយសម្រាប់អ្នកដែលបានលេខ1និន្នាការធម្មពលជីវិតអ្នកខណៈពេលនេះគឺមាត់រឹងតែចិត្តល្អសម្បកក្រៅអ្នកដតីមើលមកអ្នកដូចជាអ្នកមិនសូវជាចុះសម្រុងរឹងនិងមិនស្ដាប់ហេតុផលឆ្មើងឆ្មៃស្ងៀមមិនខ្វល់តែការពិតទៅអ្នកគឺជាមនុស្សឆាប់ចិត្តទន់ពូកែអាណិតអ្នកតែងតែជួយអ្នកតែងតែមានចិត្តអាណិតគ្រប់គ្នាដែលមកសុំជំនួយបន្ទាប់មកក៏អង្គុយពិបាកចិត្តម្នាក់ឯងដដែលហើយនេះគឺជាចម្លើយនៃអ្នកបានលេខ2និន្នាការធម្មពលជីវិតអ្នកគឺគិតពីអ្នកដទៃរហូតដល់ភ្លេចខ្លួនឯងអ្នកតែងតែខ្វល់ខ្វាយថាអ្នកជុំវិញខ្លួនគិតអីមានអារម្មណ៍បែបណាចំពោះអ្នករហូតដល់ពេលខ្លះអ្នកមានអារម្មណ៍ថាខ្លួនឯងហត់នឿយជាខ្លាំងក៏នៅតែខ្វល់ខ្វាយពីអ្នកដទៃជាងខ្លួនឯងតទៅទៀតតាមពិតទៅអ្នកគ្រាន់តែចង់ឲ្យអ្នកជុំវិញខ្លួនស្រឡាញ់ចូលចិត្តនិងទទួលស្គាល់ពីអ្នកតែប៉ុណ្ណោះចូលមកដល់លេខ3នេះគឺជានិន្នាការធម្មពលជីវិតរបស់អ្នកបានលេខ3ខាងក្រៅធ្វើដូចធម្មតាតែខាងក្នុងចិត្តគឺសោកសៅខ្លាំងនៅចំពោះមុខអ្នកដទៃអ្នកហាក់ដូចជាមនុស្សដែលពូកែសើចសប្បាយចូលចិត្តបង្កើតអារម្មណ៍រីករាយពូកែនិយាយពូកែបង្កើតបរិយាកាសល្អជាមនុស្សសកម្មហាក់ដូចជាគ្មានទុក្ខកង្វល់អ្វីសោះប៉ុន្តែការពិតទៅគ្រប់ពេលដែលអ្នកនៅម្នាក់ឯងនៅក្នុងជម្រៅចិត្តរបស់អ្នកតែងតែគិតរវើរវាយស្រមើស្រមៃហើយនឹងឯកាជានិច្ចលេខ4និន្នាការធម្មពលជីវិតរបស់អ្នកគឺចូលចិត្តចង់បានឲ្យល្អឥតខ្ចោះរហូតដល់នៅហត់ខ្លួនឯងអ្នកតែងតែដាក់គោលដៅនៅក្នុងចិត្តខ្លួនឯងខ្ពស់ជានិច្ចអ្វីដែលអ្នកគិតថានឹងធ្វើគឺត្រូវតែធ្វើចេញមកឲ្យល្អឥតខ្ចោះជាទីបំផុតអ្នកតែងតែខ្វល់ខ្វាយសូម្បីតែរឿងបន្តិចបន្តួចរហូតដល់អ្នកជុំវិញខ្លួនតាមចិត្តអ្នកអត់ទាន់តាមពិតទៅអ្នកគ្រាន់តែមិនចង់ឲ្យថ្លោះថ្លុយនៅរឿងទាំងនោះឧទាហរណ៍អ្នកបាត់ហាងកាហ្វេជាមួយនឹងដៃគូឬមិត្តភ័ក្តិមិត្តជិតស្និទ្ធអ្នករើសយកគ្រាប់កាហ្វេគ្រាប់ល្អជាងគេបំផុតដែលសុខចិត្តចំណេញតិចមិត្តរបស់អ្នកគាត់ក៏យល់
ហើយអ្នកក៏ជ្រើសរើសសម្ភារៈដូចជាកែវគម្របថង់គ្រឿងអសេសរីការវេចខ្ចប់ហ្នឹងឲ្យល្អឥតខ្ចោះប៉ុន្តែមិត្តរបស់អ្នកបែរជាគិតថាអ្នកហ្នឹងជិបជាប់នៅរឿងបន្តិចបន្តួចច្រើនពេកគេអត់បានគិតទេថាអ្នកគ្រាន់តែចង់ឲ្យវាល្អឥតខ្ចោះតែប៉ុណ្ណោះចូលមកដល់អ្នកដែលបានលេខ5និន្នាការធម្មពលជីវិតរបស់អ្នកគឺងាយនឹងហត់តែបើអ្នកនឹងទ្រាំគឺទ្រាំរហូតដល់អ្នកដទៃនឹងឆ្ងល់អ្នកមិនសូវចូលចិត្តភាពដដែលតែងតែចូលចិត្តរកអ្វីដែលថ្មីដាក់ខ្លួនរហូតតែចំពោះរឿងណាដែលអ្នកស្រឡាញ់ពិតដាក់ចិត្តពិតគឺអ្នកដាក់ចិត្តដាក់កាយនិងទ្រាំតស៊ូនឹងវាហើយទោះបីជាវាពិបាកខ្លាំងប៉ុណ្ណាក៏ដោយឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយក៏អ្នកនៅតែទ្រាំខំចិត្តជានិច្ចនិន្នាការធម្មពលជីវិតរបស់អ្នកដែលបានលេខ6គឺពូកែសង្ស័យគេប៉ុន្តែបែរជាចិត្តទន់នឹងមនុស្សជាប់ខ្លួនអ្នកគឺជាមនុស្សដែលឆ្លាតពូកែតន់មនុស្សមានញៀនដឹងមុននិងតែងតែទឿនអ្នកជានិច្ចប៉ុន្តែចំណុចខ្សែរបស់អ្នកគឺតែងតែចិត្តទន់នឹងអ្នកជាប់ខ្លួនឬអ្នកជុំវិញខ្លួនឬក៏មនុស្សដែលខ្លួនឯងស្រឡាញ់បើទោះបីជាมันប្រកាសនៅក្នុងចិត្តក៏ដោយចុះប៉ុន្តែចុងក្រោយអ្នកក៏នៅតែព្រមចិត្តទន់ឲ្យគេដដែលឧទាហរណ៍អ្នកគឺជាមនុស្សដែលមើលដឹងថាគេកុហករឿងអ្វីមួយប៉ុន្តែអ្នកនៅតែព្រមទទួលយកនឹងការអភ័យទោសចំពោះរឿងដដែលនោះជានិច្ចនឹងមនុស្សដែលអ្នកស្រឡាញ់រាប់អាននិន្នាការធម្មពលជីវិតរបស់អ្នកដែលបានលេខ7គឺជាមនុស្សដែលពឹងគេមិនបានប៉ុន្តែគេពឹងវិញតែងតែបានពឹងគេមិនបានតែពេលគេពឹងយើងគឺបានរហូតអ្នកមានចំណុចពិសេសនៅក្នុងការដោះស្រាយបញ្ហាឲ្យគេឲ្យតែមាននរណាម្នាក់មានបញ្ហាគឺតែងតែរត់មករកឲ្យអ្នកជួយជានិច្ចប៉ុន្តែបើសិនជាពេលដែលអ្នកមានបញ្ហាវិញគឺអ្នកមានអារម្មណ៍ថាគ្មាននរណាម្នាក់ជាទីពឹងតតែសោះអ្នកតែងតែកេងកោយដៃហើយគិតម្នាក់ឯងជានិច្ចចំពោះឧទាហរណ៍ខ្ញុំឧទាហរណ៍រឿងលុយកាក់ការដែលយើងគ្មានលុយកាក់គឺវាពិបាកនៅក្នុងការរស់នៅមែនតើមែនអត់អ្នកទាំងអស់គ្នាហើយចំពោះចំណុចមួយនេះគឺអ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាមានលុយហើយតែងតែមានអ្នកដទៃមកចូលចិត្តពឹងយើងខ្ចីនេះខ្ចីនោះរហូតប្រាប់ថាចង់ខែសងប្រាប់ថានឹងសងថ្ងៃនេះថ្ងៃនោះប៉ុន្តែដល់ពេលជាក់ស្ដែងគឺពិបាកនឹងសងវិញខ្លាំងមែនតើហើយដល់ពេលណាមួយដែលយើងអត់មានលុយដែលយើងខ្វះខាតយើងតែងតែរកអ្នកស្គាល់ខ្ចីឯមែនអត់ប៉ុន្តែអ្នកដែលស្គាល់អ្នកដែលនៅជុំវិញយើងគឺអត់មានអ្នកណាគេលាដៃឲ្យយើងខ្ចីតតែសោះសូម្បីតែម្នាក់រហូតដល់យើងគិតពិបាកចិត្តខ្លួនឯងថាឲ្យទៅដល់ពេលដែលយើងទាល់ឲ្យទៅដល់ពេលដែលយើងពិបាកគឺគ្មានអ្នកណាគេនៅចិត្តយើងសោះមានតែយើងម្នាក់ឯងដោះស្រាយម្នាក់ឯងចូលមកដល់និន្នាការធម្មពលជីវិតរបស់អ្នកដែលបានលេខ8គឺអ្នកគឺនៅសម្បកក្រៅគឺដូចជាធម្មតាប៉ុន្តែនៅខាងក្នុងចិត្តអ្នកគឺជាអ្នកតស៊ូដ៏ខ្លាំងក្លាម្នាក់អ្នកគឺជាមនុស្សដែលចូលចិត្តឲ្យអ្នកជុំវិញខ្លួនមើលមកដូចជាស្ងៀមស្ងាត់ធម្មតាមិនចង់ឲ្យគេមើលឃើញនៅចំណុចខ្សែរបស់ខ្លួនតែងតែធ្វើដូចជាខ្លួនឯងនឹងមិនអីរហូតប៉ុន្តែពេលខ្លះនៅក្នុងជំរឿចិត្តរបស់អ្នកក៏ត្រូវការឲ្យនរណាម្នាក់មកយល់ចិត្តខ្លួនឯងដែរសម្រាប់ឧទាហរណ៍ជាក់ស្ដែងគឺអ្នកតែងតែជាទីពឹងល្អម្នាក់របស់គ្រួសារអ្នកគឺជាគោលសសរមួយរូបដែលតែងតែធ្វើការប្រឡំចេញប្រឡប់ចូលរាល់ថ្ងៃហើយតែងតែមិនដែលរអ៊ូប្រាប់គ្រួសារថាយើងហត់ខ្លាំងប៉ុណ្ណាដើម្បីជីវភាពគ្រួសារយើងឯងហើយប៉ុន្តែឲ្យតែគ្រួសាររបស់អ្នកឬក៏បងប្អូនឪពុកម្ដាយឬក៏អ្នកជិតស្និទ្ធរបស់អ្នកសួរថាមានរឿងអីកើតឡើងអ្នកអូខេអត់ថ្ងៃនេះអ្នកសប្បាយចិត្តអត់អ្នកតែងតែនិយាយថាមិនអីរហូតបើទោះបីជាការរកស៊ីរបស់អ្នកមានការពិបាកខ្លាំងឬក៏ត្រូវមេស្ដីឲ្យឬក៏ពិបាកនៅក្នុងការធ្វើការប៉ុន្តែខ្លួនឯងតែងតែប្រាប់គេថាមិនអីតែងតែលាក់ក្នុងចិត្តខ្លួនឯងរហូតពីព្រោះខ្លាចអ្នកដទៃហ្នឹងពិបាកចិត្តជាមួយនឹងខ្លួនឯងប៉ុន្តែក្នុងជំរឿចិត្តរបស់អ្នកហ្នឹងអ្នកក៏ត្រូវការភាពលងពីគ្រួសាររបស់អ្នកដែរអ្នកក៏ត្រូវការឲ្យគេហ្នឹងមានអារម្មណ៍ថាចង់នៅចិត្តអ្នកចង់លងអ្នកអញ្ចឹងណាសម្រាប់និន្នាការធម្មពលជីវិតរបស់អ្នកដែលបានលេខ9គឺអ្នកគឺជាមនុស្សដែលគិតច្រើនអ្នកតែងតែមកញឹកធ្វើការច្រើនដើម្បីមិនចង់គិតប៉ុន្តែចុងក្រោយអ្នកនៅតែគិតពេលដែលដាក់ក្បាលដល់ខ្នើយរឿងចាស់រឿងដែលមិនទាន់នឹងកើតឡើងផងក៏មកវិលនៅក្នុងខួរក្បាលអ្នកបាត់ទៅហើយតាមពិតទៅអ្នកគ្រាន់តែចង់បាននៅជីវិតសាមញ្ញមួយដែលមិនបាច់គិតច្រើនអី
អ្នកជាមនុស្សដែលចិត្តទន់ជាងការរំពឹងទុកទៀតបើទោះបីជាអ្នកធ្លាប់ខូចចិត្តឬក៏អន់ចិត្តនឹងរឿងនឹងហើយក៏ដោយតែអ្នកនៅតែព្រមអភ័យទោសឲ្យគេជានិច្ចចូលមកដល់អ្នកដែលបានលេខ10នៅនៃការធម្មពលជីវិតគឺជាមនុស្សដែលចិត្តសឿងតែតាមពិតទៅអ្នកក៏ពូកែអន់ចិត្តណាស់ដែរជាមួយនឹងមិត្តសាហាយនិងមនុស្សដែលអ្នកស្រឡាញ់អ្នកតែងតែចិត្តសឿងចិត្តធំហ៊ានស៊ីហ៊ានសងមានប្រមាណឲ្យប៉ុណ្ណឹងមាន100ឲ្យ100មានប្រពន្ធណានហ៊ានឲ្យអស់ពីចិត្តតែម្ដងប៉ុន្តែការពិតអ្នកជាមនុស្សម្នាក់ដែលងាយនឹងប៉ះពាល់អារម្មណ៍ខ្លាំងមែនតើក៏គ្រាន់តែអ្នកដទៃនឹងបង្ហាញអាកប្បកិរិយាខុសតែបន្តិចឬក៏និយាយអីមួយមិនសូវចូលទៅជាអ្នកក៏យកវាមកគិតហើយពិបាកចិត្តច្រើនដងដូចគ្នានិន្នាការធម្មពលជីវិតរបស់អ្នកដែលបានលេខ11គឺធ្វើដោយខ្លួនឯងនឹងយល់ច្បាស់គ្រប់យ៉ាងប៉ុន្តែការពិតទៅអ្នកគឺជាមនុស្សដែលទន់ខ្សោយជាងគេបំផុតមើលមកគឺដូចជាអ្នកនឹងជាមនុស្សដែលមិនខ្វល់អ្វីទាល់តែសោះអ្នកតែងតែលួងលោមអ្នកដទៃកុំឲ្យគិតច្រើនហើយប្រាប់ឲ្យគេធ្វើរឿងហ្នឹងដូចជារឿងធម្មតានៃជីវិតអញ្ចឹងប៉ុន្តែដល់ពេលរឿងហ្នឹងចូលមកដល់ខ្លួនឯងវិញអ្នកមនុស្សរឹងមាំម្នាក់នោះមិនដឹងជារតនាបាត់ទៅហើយទេខ្លាចទៅជាមនុស្សម្នាក់ដែលទន់ខ្សោយនិងគិតច្រើនមួយរំពេចតែម្ដងចូលមកដល់នៅនៃការធម្មពលជីវិតរបស់អ្នកដែលបានលេខ12គឺនៅខាងក្រោយភាពជោគជ័យមួយនោះតែងតែមានការតស៊ូគ្មាននរណាមើលឃើញអ្នកដទៃតែងតែឃើញនៅភាពជោគជ័យរបស់អ្នកមើលមកអ្នកគឺល្អឥតខ្ចោះខ្ពង់ខ្ពស់អស្ចារ្យមានសមត្ថភាពធ្វើអ្វីក៏សម្រេចធ្វើអ្វីក៏បានប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ទេដឹងថានៅពីក្រោយភាពជោគជ័យមួយនោះត្រូវដោះដូរជាមួយនឹងភាពអត់ធ្មត់នៃហត់អត់ទ្រាំតស៊ូម្នាក់ឯងជាយូរមកហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះការសន្តាប់រហូតដល់ចប់ដែលផ្សាយចេញពី Channel តារាសាស្ត្រ Jupiter និងសម្រាយដោយនាងខ្ញុំនីណាសូមចូលរួម Subscribe ក៏ដូចជា Like និង Comment ម្នាក់មួយបើសិនជាមានមតិអរគុណអ្នកទាំងអស់គ្នាចំពោះការសន្តាប់កន្លងមកនិងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនចំពោះការគាំទ្រពីនាងខ្ញុំនីណា